đôi chia rương nè là tây nè đây là sẽ đây tha nền tê rứ có biết biên đôi cả cả nà dương ban ở cả sang ba rồi mấy đâu sẽ đây ọt thuần tham tệ ba rồi mấy ban ở cả sang mê ta ba rồi mấy kệ biết biên dương mình biết biên từ vĩnh đôi xây là ba rồi mấy ở dương ai miên ủ bay đầm bay sòng lắp thiết chia sợi trâu nông bọc quần luôn ao sợi trâu nông mau chỉ mất giang lỏ nè squat climb bật bật cái đôi em nát này tiền là ba rồi mấy có bạn đôi em nát sạch chặt ba rồi mấy các bạn để dương người dây ở vây oi bật dây vây oi chia sạch chặt dương ai nè nè đây này dây đây lo dương ai nè nè này dây cầm nằng ca đây mình crowd ai nè để crowd bàn ca bộ phật lõ về ai nè nè đây bộ phật mình lõ bàn tay dương trong bạch tiền tê oi ở vây hàng cây nâng lõ mà ruột dương bàn sọc hay dương nâng tuần soi ở miền bàn tì phân ấy luôn ai chẳng rư cái dạng này chừng thế trongประศาสนานี่คือบ่งเรียนเอาយើងរឹងប៉ិនណារហូតដល់ទៅថាអ្វីដែលសន្មត់ថាមិនល្អក៏យើងអាចបាននៅប្រយោជន៍ពីអ្វីនោះទាំងដែលអ្វីនោះល្អហើយក៏មិនមែនល្អតែក្នុងអ្វីនោះទេគឺយើងអាចយកសេចក្តីល្អនេះមកជាឧបករណ៍មកជាកម្លាំងចិត្តសាងបុណ្យបារមីដែលជាទីពឹងឲ្យយើងចឹងអ្វីខាងក្រៅនោះសូម្បីល្អប៉ុណ្ណាក៏ដោយវាមិនអាចដើម្បីមកជួយឲ្យយើងរួចផុតចាកទុក្ខបានទេវាមិនអាចជួយឲ្យយើងរួចផុតពីសេចក្តីល្ងងបានទេអ្វីដែលថាយើងទាមទារចង់ឲ្យបានល្អតម្រូវតាមសេចក្តីត្រូវការរបស់យើងនោះដល់អញ្ចឹងយើងមានឱកាសមួយសាងភាពរឹងប៉ឹងឲ្យខ្លួនឯងចឹងដូចអ៊ីសុនប៉ូជីដែលកើតមកវាមិនចេះធំសោះក៏ប៉ុន្តែមេដៃ5 10 ឆ្នាំហើយនៅតែប៉ុណ្ណឹងទៀតរៀងធំទីណាដល់អញ្ចឹងទៅនឹកឃើញចង់ឲ្យខ្លួនឯងបានទៅជាមនុស្សធំហើយសុំលាលោកពុកអ្នកម៉ែហ្នឹងទៅរាជធានីដើម្បីបានធ្វើជាមនុស្សធំនឹងគេម៉ែអើយណាតើឲ្យទៅកូនប្រពន្ធមេដៃគាត់ស្មានតែកូននឹងឯងព្រមគាត់ទៅកូននឹងមានហេតុមានផលកូននឹងទៅប្រឹងប្រែងជាយាមមិនមែនទៅរស់សប្បាយមិនមែនទៅលេះលោះគ្រាន់តែចង់មើលគេមើលឯងទេពុកម្ដាយជឿកូនព្រោះរស់នៅ5 6 10ឆ្នាំហើយឃើញកូននឹងប្រឹងប្រែងជាយាមឧស្សាហ៍ស្រឡាញ់កូននឹងយ៉ាងបដូរផ្ដាច់ជាទីបំផុតទៅដល់ទៅនឹកកោតចិត្តរបស់កូនដែលក្លាហាននោះផងអាណិតកូននោះហើយខ្លាចកូនទុកលំបាកមិនចង់ឲ្យទៅប៉ុន្តែมันអាចប្រកែកបានក៏ព្រមឲ្យកូននឹងទៅរៀបចំហើយធ្វើដំណើរផ្លូវទឹករៀបចំក្បូនមួយដាក់ក្តោងឲ្យកូនទៅហ្មងចឹងណាហើយរៀបចំមានមជុលមួយធ្វើដងអីដាក់ឲ្យជ្រួលបួលឲ្យកូននឹងកាន់ហើយយកទៅវាស្រែក្តិចទឹកជ្រាំនោះបានធ្វើស្រោមដាវឲ្យកូនហើយចងខ្សែអំបោះឲ្យស្រួលបួលចងនឹងចកេះកូនណាអ៊ីសុនប៉ូជីណាមានដាវទៅជាមួយក្រំការពារខ្លួនចឹងណាទៅពុកម្ដាយជូនទៅដល់សមុទ្រដាក់ទៅក្នុងសមុទ្របើកក្តោងវឹបជ្រៀងហើយតាមសមុទ្រហ្នឹងទៅមកចឹងណាវាលក់មក7ខ្យល់បក់ហ្នឹងវាចិត្តទៅស្រាប់តែទៅឆ្ងាយទៅនៅប្រហែលថ្ងៃមេឃខ្មៅមកហ្មងចឹងដល់ពេលខ្យល់ខ្លាំងបក់មកបាត់ទូកក្តោងលិចហែលក្នុងទឹកស្រែកឲ្យគេជួយក៏អត់មានណាជួយដែរសិនពូជីហំប្រឹងហែលស្រាប់តែបានជួបនឹងសំពៅមួយតោងខ្សែតែធ្លាក់ចុះមកក្នុងទឹកឡើងទៅហត់ពេកលក់នឹងសំពៅគេទៅញាក់ឡើងឃើញលោកតាម្នាក់បរោះមានមុខមាត់មិនគួរឲ្យខ្លាចទេកំពុងតែអោនមកមើលហើយទៅលេចមើលជុំវិញខ្លួនឃើញម្រាមដៃគាត់នៅនឹងបាតដៃគាត់ចឹងចៅឯងទៅណាមកណាលោកតាខ្ញុំឈ្មោះអ៊ីសុនប៉ូជី
មកពីស្រុកឆ្ងាយណាអូសាកាមុនដំបូងហ្នឹងមានឈ្មោះថានេនិវ៉ាមកពីស្រុកហ្នឹងមកហ្នឹងមកធ្វើអីលោកតាខ្ញុំមកចង់ធ្វើជាមនុស្សធំពួកខ្ញុំកើតមកវាតូចខំញ៉ាំបាយរាល់ថ្ងៃប៉ុន្តែវាអត់ធំលោកតាចៅឯងនេះគួរឲ្យស្រឡាញ់ណាចៅឯងចង់ទៅរាជធានីទៅមិនបានទេទៅមិនដល់ទេទៅជាមួយតានាំទៅតាក៏នាំទៅហើយទៅដល់រាជធានីទៅដាក់ទៅនឹងផ្លូវប្រាប់ថាមើលទៅចៅឯងដូចជាតស៊ូព្យាយាមប្រឹងប្រែងប្រកាសជាបានទៅជាមនុស្សធំហើយប៉ុន្តែចៅឯងដើរតាមផ្លូវទៅប្រយ័ត្នគេជន់ណាមិនមែនដូចនៅស្រុកចៅឯងទេមកស្រុកនេះមនុស្សច្រើនណាស់បាទលោកតាអរគុណណាស់ជម្រាបលាលោកតាដើរទៅអត់ហ៊ានដើរតាមផ្លូវទេដើរកលុកលៀតអាកន្លែងដែលអត់មានមនុស្សដើរកិច្ចលឿនណាមកណាមកដើរចង់ជន់អីកិច្ចផ្លិចបាត់រត់តែឆ្មេដោយកូនកដោអញ្ចឹងទៅរហូតដល់ព្រះរាជវាំងចូលទៅក្នុងបិទទ្វារមានអាកន្លោះតូចចូលទៅបាត់ចូលទៅដល់ក្នុងណាទៅដល់យប់គោះទ្វារចឹងគោះទ្វារព្រះរាជវាំងគោកហៅគេទៀតរំតែលឺសូរដំណើរជើងមកកាន់ទ្វារហ្នឹងគេបើកទៅលឺសូរមកគេថាណាមកគោះទ្វារមិនឃើញខ្ញុំនៅនេះមើលមកក្រៅមកឲ្យវាស្រួលប្រយ័ត្នជន់ខ្ញុំធីតារបស់ព្រះរាជាចឹងណាមានឈ្មោះអីគេឈ្មោះបួលខ្ញុំមិនបានយកចិត្តទុកដាក់ចាំណាកូនព្រះរាជធីតាអោនមកមើលទៅយកដៃដាក់មកវិសុនពូជីឡើងលើកដៃយកមកស្រឡាញ់ហ្មងគេនោះគ្រាន់តែឃើញស្រឡាញ់ខ្ញុំក៏ស្រឡាញ់ដែរកូនប៉ុណ្ណឹងណាស្រឡាញ់សួរប្រវត្តិសួរអីទៅឃើញចម្រាំតែបោបាននេះខំតស៊ូជាយាមណាស្រឡាញ់ទៅលើអាការដែលការតស៊ូព្យាយាមនឹងទៅទៀតអ៊ីសុនពូជីហ្នឹងស្រឡាញ់អញ្ចឹងខ្ញុំសុំនៅជាមួយផងខ្ញុំនៅខ្ញុំជួយធ្វើកិច្ចការងារអីបានខ្ញុំធ្វើខ្ញុំអត់ឈៀលទេខ្ញុំគ្រាន់តែចង់នៅដើម្បីឲ្យខ្ញុំទៅជាមនុស្សធំណាក៏នាងហ្នឹងនាំយកទៅជួបព្រះបិតាពវិតាអីរៀបរាប់ប្រាប់ទៅអ្នកផ្ទះហ្នឹងក៏ស្រឡាញ់ទាំងអស់គ្នានៅជាមួយបានសមាជិកម្នាក់ទៀតជួយធ្វើការដូចនៅជាមួយម៉ែអញ្ចឹងទៅធ្វើការងារអីដែលធ្វើបានគឺធ្វើទាំងអស់ហើយកូនស្រីស្ដេចហ្នឹងបង្រៀនវិសុនពូជីឲ្យចេះមើលអក្សរហើយឲ្យចេះអានអក្សរទៀតរៀនអក្សរទៀតរៀនឆ្លាតនៅច្រើនឆ្នាំទៅនៅជាមួយហ្នឹងគេស្រឡាញ់អញ្ចឹងទៅណារត់ត្រូវពេលមួយរដូវកាលរេជពេលហ្នឹងកូនស្រីស្ដេចហ្នឹងក៏នាំគ្នាច្រើនទៅលេងសួនឧទ្យានទៅព្រៃទៅមើលផ្កាឈើរីកទៅក៏គេសប្បាយវិសុនពូជីមើលទៅនឹកឃើញឪពុកម្ដាយចឹងបែកច្រើនឆ្នាំមកហើយឃើញកន្លែងវាស្អាតចឹងទៅរៀបចំនោះវាមិនមែនដូចព្រៃដែលអត់រៀបចំអីព្រៃឧទ្យានរៀបចំមានផ្កាក៏រៀបចំស្មៅដើមឈើអីមានកន្លែងអង្គុយមានទឹកមានអីហ្នឹងនឹកឃើញឪពុកម្ដាយនឹកឃើញថាពេលណាមួយអញនឹងទៅអញ្ជើញពុកម៉ែអញមកនឹកឃើញដល់ប៉ុណ្ណឹងទៀតណាតែនឹកឃើញឪពុកម្ដាយផ្លឹកទៅចឹងទៅផ្លឹកនឹកឪពុកម្ដាយផ្លឹកទៅស្រាប់លឺសូរគេស្រែកយាយឡើងទៅមនុស្សរត់តែប្រសាទមើលទៅយៈមួយចេញពីក្នុងព្រៃមកហើយឃើញព្រះរាជធីតាហ្នឹងរត់គេដែរតាក់ជើងដួលយៈហ្នឹងរត់លេវលឿនមកសិនពូជីនឹកឃើញថាអញត្រូវជួយព្រះរាជធីតាដកដាវពីចង្កេះវឹបរត់ចូលទៅស្រែកបងស្រីកុំភ័យហើយតាមពិតវិសុនពូជីហ្នឹងអាយុបងព្រះរាជធីតានឹងទៅទៀតប៉ុន្តែដោយសារខ្លួនឯងតូចក៏ហៅគេបងស្រីទៅណាខ
ខ្ញុំជួយបងស្រីកុំខ្លាចរត់វឹងទៅរយៈមើលមកឃើញវិសុនពូជីរត់ឲ្យឆ្មិញណោចាប់វិសុនពូជីមុនគេញាត់ចូលទៅក្នុងមាត់វិសុនពូជីធ្លាក់ចូលទៅតាមពងកមកសទុះរំដល់កាពះយៈទៅដល់លើកដាវឡើងចាក់កាពះយៈចឹងបឹបមិនបាច់រត់ដាក់រួចយៈយកដៃក្តោបពោះរែកកាត់ដួលទៅដីចឹងដួលទៅដីវិសុនពូជីរត់ឡើងតាមកំពងកនឹងចេញមកវិញមកដល់ចូលទៅនឹងអាក្តោងច្រមុះចាក់ក្តោងច្រមុះយៈចាក់បឹបយៈនឹងឈឺរហូតដល់ទៅกระដាស់ខឹកទៀតវិសិនពូជីចេញមកក្រៅចឹងយៈឈឺយកដៃក្តោបពោះបិទច្រមុះរត់ចូលព្រៃអត់មើលក្រោយចាស់សត្វត្រីអូយបានជីវិតដោយសារវិសុនពូជីណាដឹងគុណណាស់មកទទួលចាប់លើវិសុនពូជីណាអរគុណរួចទៅបំរុងនឹងចូលទៅព្រះរាជវាំងមើលទៅឃើញកែវមួយណាឃើញកែវមួយរាជធីតានោះស្គាល់ថាកែវនេះជាវត្ថុស័ក្តិសិទ្ធិអាចឲ្យសម្រេចនៅសេចក្តីប្រាថ្នាបានដឹងគុណវិសុនពូជីក៏ឲ្យទៅឲ្យទៅតាអូនតូចចង់ប្រាថ្នាអីកែវនេះស័ក្តិសិទ្ធិណាស់ឯនោះលើកដៃសំពះមកណាទុកដៅស៊ូបូលើកដៃសំពះធ្វើមកអ៊ីអូយនឹងគេប្រាថ្នាអីណាស្រាប់តែវឹកធំពេញកំឡោះប្រដៅចឹងណាវាចង់ធំយូរហើយណាហើយអ្នកណាដែលអមុនគេព្រះធីតាគៀកដៃវឹកទាញទៅក្នុងវាំងក្រោយណាជំរាបលោកពុកអ្នកម្ដាយកូនបានជីវិតដោយសារសិនពូជីរៀបរាប់រឿងនឹងចឹងទៅរៀបអភិសេកទៅនៅក្នុងប្រាសាទយ៉ាងធំក្រោយមកទៅនាំមេដាបិតាមកនៅក្នុងព្រះរាជវាំងទៅរឿងវិសុនពូជីជាប់ដោយខែណាប៉ុណ្ណឹងនឹងរឿងនិទាននៅប្រទេសជប៉ុនចឹងណាកណ្ណាគុណចាស់ញាតិញោមចឹងណានេះជារឿងនិទានមួយដែលយើងសិក្សាទៅយើងស្ដាប់កំសាន្តចឹងទៅប៉ុន្តែវាត្រូវនឹងកូនតូចកមារាកមារីទៀតចូលចិត្តស្ដាប់រឿងណាវាបណ្ដុះប្រាជ្ញាស្មារតីកូនតូចឯណោះណាព្រោះដំណើរសាច់រឿងហ្នឹងដែលធ្វើឲ្យមនុស្សតូចបានទៅជាធំវាមានភាពរឹងប៉ឹងក្លាហាននៅជាមួយអ្នកណាស្មោះត្រង់ជាមួយអ្នកហ្នឹងដែលធ្វើឲ្យគេស្រឡាញ់ឧស្សាហ៍ព្យាយាមគឺនឹងស្ដាប់ទៅវាបង្កើននៅសេចក្តីក្លាហានសេចក្តីព្យាយាមពីព្រោះសេចក្តីក្លាហានសេចក្តីព្យាយាមនេះវាជាការពិតណាវាជាការពិតដែលជំនួសសាច់ធោចឹងសាច់ធោយើងនិយាយទៅក៏បានហើយមិនបាច់ចាំរឿងរ៉ាវអីទេប៉ុន្តែដល់ក្មេងៗវាមានសាច់រឿងវាឲ្យចាំវាឲ្យនឹកឃើញហើយវាដូចជាថាមានរូបភាពមានភាពជាក់ស្ដែងជាគំរូជាឧទាហរណ៍រឿងខ្មែរយើងក៏មានច្រើនចឹងរឿងខ្លះក៏មានប្រយោជន៍ចឹងទៅរឿងខ្លះក៏ឥតប្រយោជន៍អីចឹងទៅដែរណាចឹងបានថាបើយើងនិយាយរឿងនិទានអីផ្សេងឲ្យវាមានប្រយោជន៍នៅក្នុងហ្នឹងចឹងណាដូចជាកតិលោកដូចជាប្រជុំរឿងព្រេងអីហ្នឹងសម្រាប់ក្មេងៗបណ្ដុះសេចក្តីព្យាយាមបណ្ដុះគុណធម៌មេត្តាករុណាបណ្ដុះភាពស្មោះត្រង់ឲ្យចេះស្រឡាញ់សេចក្តីល្អ